Bà số sơ bộ nó kia ngày tí đập buồn khai mê xa cho năm bị bọn phải pram bà ngày chơi cho năm không máy bà thoát năm nơi tí hỏi mơ bàនេះគឺជាពូជស្វាយភ្លុកដំរីបាទឬឈ្មោះថៃគេហៅថាងាឆាងដែងបងបាទហើយផ្លែល្អមែនទេបាទផ្លែឆ្នាំទី2ហើយបងមើលផ្លែធំធំវិញបាទរសជាតិឆ្ងាញ់បងពណ៌ស្អាតអានេះអត់ទាន់ចាស់ទុំមែនទេទេបាទហើយផ្លែល្អណាស់បាទខ្ញុំមានដូចជា2ដើមបាទ2ដើមតែខ្ញុំដាំច្រើនពូជណាបាទតែថតឲ្យបងប្អូនមើលសិនបាទអានេះគេហៅថាងាឆាងដែងឬស្វាយភ្លុកដំរីបងទីជាមួយខ្ញុំថតពីចម្ងាយផ្លែវាផ្លែស្អាតបងផ្លែធំផ្លែវែងក្របទូចបាទរសជាតិក៏ល្មមឆ្ងាញ់បងបាទល្មមឆ្ងាញ់ហ៎ពណ៌ចង់ដូចស្អីគេដែងចក្រផាត់ដែរបងតែតម្រង់ផ្លែវាខុសគ្នាវែងបាទហើយស្អាតបងផ្លែដកដីបាទផ្លែល្អជ្រុះខ្លាយហ្នឹងហូបអត់ទាន់ហ្នឹងវាមិនទាន់ទុំចោលភ្លៀងចឹងក៏ធ្លាក់ខ្លាយហ្នឹងដែរបាទហើយនេះម្ដងទៀតនេះបងប្អូនយឺផ្លែឆ្នាំនេះផ្លែអស់ទាស់ហ្មងបាទតកើស៊ីខ្លះអីខ្លះចឹងទៅភ្លៀងមកក៏ប្រេះធ្លាក់ទៅក្រោមទៅលើអីខ្លះចឹងទៅបាទផ្លែ6 ខាំ7 ខាំហ្នឹងនេះអត់តាន់ទុំទេបងប្អូនប៉ណ្ណឹងតាន់ចាស់ល្អទេបាទផ្លែនេះមាន2ដើមហ្នឹងបាទងាឆាងដែងឬយើងហៅថាអីគេភ្លុកដំរីបាទនេះមើលចូលក្នុងដើមថតឲ្យមើលបាទនេះខាងក្នុងអូខេមេឃនៅជាប់ដីក៏ផ្លែដែរមិនជ្រុះទេណានេះផ្លែជាប់ហ្មងតែឥឡូវទៅកើស៊ីបាត់ហើយវាជាប់ដីយ៉ាងវិញបងណាឃើញផ្លែថោណានេះខាងក្នុងដើមបាទយើងដាំទៅមកផ្ទះ1ដើម2ដើម3ដើមនេះដាំឲ្យតែគ្រប់ពូជទៅបាទចង់ហូបពូជអីមានពូជនឹងហូបបាទដីតនេកំទុកវាបាទផ្លែនោះដឹងណាហូបណាអត់ទេនេះផ្លែបាទផ្លែច្រើនណាស់ដល់លើនេះដីយើងដាំបានតែភេទចឹងយើងដាំមកចឹងទៅបាទត្រង់ត្រេននេះដាំកើតគេចឹងខ្ជិលដាំហ្នឹងទៅនេះនេះ1 គីឡូហ្នឹងបាទធំល្អណាស់និយាយរួមទៅដាំឲ្យបានច្រើនមុខច្រើនយ៉ាងបងផ្លែណាហូបហ្នឹងបាទណាផ្លែមុនហូបមុននោះដល់នោះទៀតបងបាទហើយនេះមកមើលខាងនេះបន្តិចនេះផ្លែដល់ផ្លែមេឃដល់ដីទេហ្មងដល់គុណ